បងប្អូននេះជាការសកម្មភាពទៅCandle Gary នេះជាការត្រេនរបស់បងប្រុសម្នាក់ហើយត្រេននេះក៏គាត់ចាប់ដើមយកផលឆ្នាំនេះដែរបន្ទាប់ពីឆ្នាំមិញគាត់អត់បានមើលថែអញ្ចឹងបានផលទីទួយបំផុតតែឆ្នាំនេះគាត់បុកយកផ្លែយកផលអូបន្ទុំធំត្រេនគាត់ប្រហែលជាអាចចូលនឹង6 7ឆ្នាំហើយត្រេននេះមិនខំនឹងទេដើមសានតែខ្លាញ់ផុតខ្លាញ់តែគាត់អត់តែងពីមុននេះមើលឆ្នាំប្រែខ្លាញ់តែផ្លែតាមនេះវាច្រើនទៅវាអាចនឹងអាចដើមនេះបាត់នេះអីទេពីមុនដោយសារគាត់អត់តែងអញ្ចឹងតាមពិតការតែងវាមានអត្ថប្រយោជន៍ច្រើនដែរមួយតំបន់ខ្យល់នេះត្រេនគាត់ចាប់ដើមផ្កាយនេះមានដើមមានអីច្រើនដើមគាត់ប្រហែលជាជិត100ដើមជិត100ដើមនេះដើមល្អមាននោះអ្នកមើលថែរបស់គាត់ទៅណាបាត់ហើយឥឡូវត្រេនគាត់ចាប់ដើមបុំទឹកហើយបងប្អូននេះម្លោះទឹកឃ្មុំខំណាម្លោះទឹកឃ្មុំ